ណាហើយទី2គឺរំលឹកមេរៀនភាសាខ្មែរគណិតអីជាដើមហ្នឹងហើយនឹងវិញ្ញាសាប្រឡងផងដែរហើយមួយទៀតគឺសួរនាំពីការធ្វើបទបង្ហាញតែកណ្ដាលជាដើមហើយនឹងចុងក្រោយគឺបង្ហាញកម្មវិធី Chat GPT អញ្ចឹងថ្ងៃនេះគឺយើងមាន4ចំណុចហ្នឹងណាហើយឥឡូវលោកគ្រូនឹងចូលមកចំណុចទី1របស់យើងគឺពន្យល់សិស្សអំពីហេតុផលជួបគ្នាតាមអនឡាញយើងដឹងថាហេតុអីបើយើងជួបគ្នាតាមអនឡាញណាមិនមានអ្នកណាអាចឆ្លើយទៅគ្រូមួយបានសូមអ្នកស្ម័គ្រចិត្តមើលមេលីមេសាក់ឆ្លើយមកមូលហេតុអីយើងរៀនតាមអនឡាញបើមួយផងមូលហេតុដែលយើងរៀនតាមអនឡាញដោយសារវាធ្វើឲ្យយើងមានចំណេះដឹងថែមពេលដែលរៀនចប់ពីម៉ោងពេលយើងរៀនចប់ពីម៉ោង1ដល់ម៉ោង5ធ្វើឲ្យយើងផ្ដល់ចំណេះដឹងថែមទៀតហើយក៏អភិវឌ្ឍតាមបណ្ដាញ digital ផងដែរលោកគ្រូបាទអរគុណអូខេបិទមុនវិញចុះបាទអរគុណដល់អញ្ចឹងមកម្នាក់ទៀតមកនិយាយចេះវ៉ាន់សាក់នៅលើគេវ៉ាន់សាក់ឆ្លើយទីមើលមូលហេតុយើងត្រូវជួបគ្នាតាមអនឡាញបាទជំរាបសួរលោកគ្រូបាទជាយើងជួបគ្នាតាមអនឡាញគឺដើម្បីអភិវឌ្ឍចំណេះដឹងយើងឲ្យល្អជាងពេលដែលយើងរៀននៅសាលានិងមិនយល់និងនៅពេលដែលយើងមិនយល់អ្វីដែលយើងរៀនមិនទាន់ច្បាស់យើងអាចសួរគ្នាតាមអនឡាញបានកូនចាបិទមុនវិញចុះអញ្ចឹងអត់ខុសទេទាំងអស់គ្នាគូនឹងបញ្យល់បន្ថែមអំពីមូលហេតុដែលយើងជួបគ្នាតាមអនឡាញអញ្ចឹងយើងរៀនមួយគ្នាតាំងពីម៉ោងពេលថ្ងៃម៉ោង1ដល់ម៉ោង5ហើយដល់ឥឡូវម៉ោង7ដល់ម៉ោង7កន្លះយើងបន្តជួបគ្នាទៀតហើយក្នុងរយៈពេល1ខែយើងជួបគ្នា2ដងណាកន្លះម៉ោងអញ្ចឹងវាស្មើនឹង1ម៉ោងអញ្ចឹងថ្ងៃនេះគឺជាថ្ងៃទី1ដែលយើងជួបគ្នាតាមអនឡាញហើយការដែលរៀនតាមអនឡាញនេះគឺទី1គូផ្ដោតទៅលើបែប digital បានន័យថាឲ្យពួកយើងចេះប្រើប្រាស់ប្រព័ន្ធ digital នៅបានច្រើនរបស់គ្នាព្រោះប្រទេសយើងគឺបានន័យថាកំពុងតែចាប់ផ្ដើមប្រព័ន្ធហើយអញ្ចឹងណាហើយអញ្ចឹងបងប្អូនទាំងអស់គ្នាក៏ត្រូវតែចូលរួមមកសកម្មក្នុងការដឹងពីវិស័យ digital នេះទាំងអស់គ្នាផងដែរហើយមែនតើទៅយើងរៀនតាមអនឡាញនេះមិនមែនដោយសារតែមានបញ្ហាតទៅប្រទេសមានជំងឺដូចជាសម័យ COVID ទេយើងរៀនតាមអនឡាញមិនមែនអញ្ចឹងទេយើងបានវិស័យអនឡាញនេះមកគឺតាមអនឡាញនេះមកក៏ងាយស្រួលក្នុងការពួកយើងរៀនសូត្រដែរហើយពួកយើងបានស្គាល់ពីប្រព័ន្ធបច្ចេកទេសផ្សេងច្រើនទៀតហើយអ្វីដែលសំខាន់នោះគឺយើងយល់ដឹងពីវិស័យ AI ណាដែលពួកយើងនៅក្នុងថ្នាក់បានដឹងខ្លះហើយតើតើប្រភេទពួក AI Chat GPT DeepSeek អីផ្សេងហ្នឹងពួកយើងបានធ្លាប់រៀនក្នុងថ្នាក់ខ្លះដែរអញ្ចឹងក៏វាជាងាយស្រួលក្នុងការឲ្យពួកយើងបានស្វែងយល់បន្ថែមតាមរយៈអនឡាញដែរហើយមួយវិញទៀតគឺចង់បានថារំលឹកនេះគឺពេលស្អែកយើងប្រឡងអញ្ចឹងជួបគ្នាពេលល្ងាចអញ្ចឹងអាចថារំលឹកខ្លះទៅដើម្បីត្រៀមប្រឡងនៅថ្ងៃស្អែកផងដែរណាហើយមានចម្ងល់អីចង់សួរអីទេចង់ចំណុចនេះមានអត់ទេមានលោកគ្រូអ្នកផ្សេងឮសំឡេងផងកុំឲ្យស្ងាត់បាត់ចឹងអត់មានទេលោកគ្រូបាទតោះអញ្ចឹងលោកគ្រូចំណុចទី1របស់លោកគ្រូគឺគេបានថាបញ្យល់សិស្សអំពីហេតុផលជួបគ្នាតាមអនឡាញហើយនៅទី2គឺរំលឹកមេរៀនភាសាខ្មែរវិញ្ញាសាប្រឡងជាដើមណាអញ្ចឹងលោកគ្រូមាននេះមកគួយមើលឃើញទេមើលឃើញលោកគ្រូ បាទមើលឃើញណា លោកគ្រូ អ
ចឹងយើងមើលទាំងអស់គ្នាអានេះគឺលោកគ្រូអត់ដឹងថាវិញ្ញាសារបស់ខាងសាលាគាត់ចេញបែបណាទេព្រោះគ្រូមិនមែនទទួលវិញ្ញាសាណាចឹងសាលាគាត់ចេញឲ្យតែនេះគាត់ទៅជាវិញ្ញាសាតែឆ្នាំចាស់ទៅគ្រូយើងមកទៅឲ្យពួកយើងមើលដើម្បីជាជំនួយអញ្ចឹងយើងមើលទាំងអស់គ្នាឲ្យវិភ័យថាអត់ទាន់ឬក៏អត់ទាន់អីពេលដែលចប់គ្រូអាចយកវីដេអូពួកយើងផុសចូលក្នុង YouTube ហើយអញ្ចឹងពួកយើងអាចទៅ check មើលវីដេអូដើម្បីមើលវិញ្ញាសានេះអាចនិយាយបន្ថែមទៅថាបានគ្រូគាត់ថាទឹកខ្លះហើយអញ្ចឹងឧទាហរណ៍ថារំងាស់ទី1នេះចូលបងអូនគូពងចំណោទដែលត្រឹមត្រូវខាងក្រោមទី1តើក្នុងបទព្រមកិត្តក្នុងមួយវគ្គមានប្រមាណឃ្លាសូមអ្នកស្ម័គ្រចិត្តមើលចាំអត់ទេមេញហួរមេញហួរលើកដៃដល់មេញហួរបាទជំរាបដល់គ្រូក្នុងមួយវគ្គក្នុងបទព្រមគិតក្នុងមួយវគ្គមាន4ឃ្លាមួយវគ្គមាន4ឃ្លានេះយើងត្រូវអត់ទេត្រូវលោកគ្រូបាទអញ្ចឹងត្រូវលោកគ្រូក្នុងបទព្រមកិត្តបានឬក៏ព្រមគិតហ្នឹងក្នុងមួយវគ្គមាន4ឃ្លាបាទសំណួរទី2តើក្នុងបទពាក្យ7ក្នុងមួយវគ្គមានប្រមាណឃ្លាវណ្ណស័ក្តិលើកដៃមុនវិញស័ក្តិតវណ្ណស័ក្តិបាទជំរាបអាសាលោកគ្រូក្នុងបទពាក្យ7ក្នុងមួយវគ្គមានចំនួន4ឃ្លាបាទអញ្ចឹងបទពាក្យ7ក្នុងមួយវគ្គមាន4ឃ្លាបាទត្រូវអត់ត្រូវលោកគ្រូ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 បាទគ្រូអូខេអញ្ចឹងបន្តទៅទៀតរម៉ាំងទី2ចូលបងអូនបញ្យល់ពាក្យខាងក្រោមពាក្យអរិយាបថកលបុត្រអត្ថប្រយោជន៍អនាគតណាអញ្ចឹងអរិយាបថមានថ្នាក់ពាក្យជាអីកលបុត្រមានថ្នាក់ពាក្យជាអីអត្ថប្រយោជន៍មានថ្នាក់ពាក្យជាអីអនាគតមានថ្នាក់ពាក្យជាអីយ៉ាងណាអាចសាកល្បងឆ្លើយមួយគឺសួរថាអរិយាបថស្អីទៅអរិយាបថនោះផ្សេងមានតែគេផ្សេងទៀតឃើញមានណាលើកដៃបញ្ញារតមីឆ្លើយអីយ៉ាបត់ណាពាក្យជាលៀបផ្លូវឬកន្លងអីយ៉ាគឺការដើរដេកឈរអង្គុយបាទអូត្រូវគេអីយ៉ាបត់មានន័យថាចឹងណាបើថាយើងសំដៅឬការដើរដេកឈរអង្គុយនេះគឺជាអីយ៉ាបត់របស់យើងហើយណាចុះពាក្យកលបុត្រវិញមានតែពាក្យជាអីលីមេងដៃតើរសាបាទជំរាបលោកគ្រូពាក្យកលបុត្រមានថ្នាក់ពាក្យជាមានន័យថាកូនប្រុសនៃត្រកូលកូនប្រុសអ្នកមានត្រកូលកលបុត្របប3សិក្សានៅជាបាទអរគុណច្រើនចុះពាក្យអត្ថប្រយោជន៍មានរឿងតិចអត្ថប្រយោជន៍មានន័យថាអត្ថប្រយោជន៍មានអ្នកលើកដៃឆ្លើយមានដែរអ្នកផ្សេងទៀតចូលរួមឆ្លើយទាំងអស់គ្នាផងគឺបានស្ដាប់សំឡេងអរមេဒီមេងលើមេឆ្លើយតែឥឡូវគ្រូបញ្យល់តែម្ដងទៅណាអញ្ចឹងអត្ថប្រយោជន៍គឺមានថាពីជំនាញដែរណាពួកយើងមិនមានអីកត់ត្រាទុកផងព្រោះលោកគ្រូថាគេចេញវិញ្ញាសាបែបអញ្ចឹងដែរឬអត់ណាគាត់តែយើងរៀនត្រៀមនេះគឺអត់ជាសំណួរដែលខ្ញុំដាក់ឲ្យបន្ថែមអញ្ចឹងគឺអត្ថប្រយោជន៍មានន័យថាអត្ថជំនាញមានន័យថាអ្វីដែលមានប្រយោជន៍ណាប្រយោជន៍ដែលយើងគួរប្រាថ្នាអ្វីដែលយើងចង់បានយើងទៅនឹងថាអត្ថប្រយោជន៍ហើយមួយវិញទៀតគឺអនាគតមានអភិជានាមដែរគេជាភាសាមីគេតតបានគេឆ្លោយមកគេបាទជំរាបលោកគ្រូអនាគតថ្នាក់វិជ្ជានាមមានន័យថាពេលខាងមុខបាទអរគុណច្រើន
khê chắc bà này cho nói đời rồi cho đó sùng đua đôi mấy cái hai thằng quân là niệm trong all mình sẵn mình sẵn cho nói bà muốn con mình sẵn bây giờ bạn sẵn mình đã kia cho hai cái nhau là cừu và cho nói បាទជំរាបប្រសាលោកគ្រូក៏នាមចំអល់ជាពាក្យសម្រាប់បង្ហាញមនុស្សសត្វវត្ថុរូបជាតិនៅនឹងមុខឬនៅឆ្ងាយឬបង្ហាញអ្វីដែលគេទៅនឹងប្រាប់ឬគេបំរុងនឹងប្រាប់ và cuốn hỏi và cho ba smoothie pi bên cho bom một là ba tiện tơ quân nên chụp hòn và ban pram là bài chứ xong ta mà là ba này không kiệt này អរជំរាបលោកគ្រូនៅទីនេះមានមនុស្សច្រើនណាស់ ok ta biết đã cho quân nên chụp hòn rồi នេះលោកគ្រូ ok dia bằng hai tí chất được có tí chẳng hạn ទីចិត្តលោកគ្រូ tí chất toàn trong cái chia miên sự nộp to chứ tôi mới hai hai bật tất cả rừng toàn này là tao ăn cho nói xôm cho rùm cho nói bằng sấy đi ngắt trip sấy tụ hỏi tập pro mà sau mà đi la vachana Anjana Siri Trip Emmy sao lại tao Emmy Emmy cho lời mà ចាត់ជំរាបលោកគ្រូនោះជាផ្ទះរបស់អូនខ្ញុំ នេះហ่าសំណួរទៅបងពេលដែលហៅថាព្រឹត្តិការណ៍រឿងណា ដែលហាគុណនាមចំអល់ជាពាក្យសម្រាប់បង្ហាញមនុស្សសត្វវត្ថុរុក្ខជាតិនៅនឹងមុខឬនៅឆ្ងាយឬបង្ហាញអ្វីដែលគេទៅនឹងប្រាប់ឬដែលគេបំរុងនឹងប្រាប់ អាហ្នឹងសំណួរទី1សំណួរទី1ឲ្យគ្រូចូលសំណួរទី3មីថាជាសោយសេវាសម្រាប់គ្រូក្រោយគេចូលដល់សំណួរទី3មើលអ្នកណាឆ្លើយសំណួរទី3វិញតើលោកបញ្យល់ទៅបងថាណាព្រឹត្តិការណ៍នៃរឿងគឺជាហេតុការណ៍ដែលវាបានកើតឡើងនៅក្នុងសាច់រឿងតែមួយតែម្ដងណាព្រឹត្តិការណ៍នៃរឿងហើយមិនក៏យើងរៀនពីព្រឹត្តិការណ៍ដែរតើមានសំណួរមួយតើតើនឹងព្រឹត្តិការណ៍ដែរ បាទ មកលោកគ្រូ ដែលរឿងអីគេថ្ងៃមិញ បាទលោកគ្រូ ដែល ចម្លែក រឿងបន់ចម្លែក ស្បិនចំណែក